รีบสู้บองปอนแต่งออกนี้ในขนมประเทศกัมพูชีថ្ងៃនេះជាថ្ងៃសុក្រទី12ខែ12ឆ្នាំ2025ដូចជាបងប្អូនបានដឹងហើយថាមួយរយៈនេះប្រទេសជាតិយើងកំពុងតែមានបញ្ហារវាងថៃហើយនិងកម្ពុជាគ្មានជនជាតិណាសប្បាយចិត្តទេនៅពេលដែលមានបញ្ហាទាំងអស់នេះប៉ុន្តែបងប្អូនត្រូវចេះធ្វើខ្លួនឲ្យសប្បាយចិត្តកុំឲ្យ stress មកជាប់ជាមួយនឹងបងប្អូនថ្ងៃនេះខ្ញុំបានទៅញ៉ាំគុយទាវនៅតាមចិញ្ចើមថ្នល់បងប្អូនជាចំណង់ចំណូលចិត្តរបស់ខ្ញុំនៅពេលដែលខ្ញុំនៅទៅញ៉ាំនៅទីនោះខ្ញុំតែងតែនឹកឃើញអនុស្សាវរីយ៍កាលពីក្មេងៗដែលម្ដាយខ្ញុំតែងតែនាំខ្ញុំទៅញ៉ាំគុយទាវជារៀងរាល់ព្រឹកនៅតាមចិញ្ចើមថ្នល់នៅម្ដុំផ្សារថ្មីដូច្នេះហើយអនុស្សាវរីយ៍ទាំងអស់នោះតែងតែដក់ជាប់ក្នុងដួងចិត្តខ្ញុំជានិច្ចបងប្អូនទោះបីជាពេលនេះម្ដាយរបស់ខ្ញុំបានលាចាស់លោកអស់រយៈពេល10ឆ្នាំជាងមកហើយក៏ខ្ញុំនៅតែនឹកឃើញអនុស្សាវរីយ៍រវាងម្ដាយហើយនិងខ្ញុំដែរជាអនុស្សាវរីយ៍ដ៏ល្អដែលម្ដាយខ្ញុំបន្សល់ទុកឲ្យខ្ញុំបងប្អូនជាទីស្រឡាញ់នេះហើយគឺជាទំនៀមទម្លាប់របស់ជនជាតិអាស៊ីយើងតែងតែមានអាហារពេលព្រឹកឆ្ងាញ់ជារៀងរាល់ព្រឹកហើយអ្វីដែលអាស៊ីយើងជនជាតិអាស៊ីយើងឬក៏ថាជនជាតិខ្មែរយើងមាននោះគឺជាម្ហូបអាហារដែលមានបន្លែមានសាច់ថ្មីស្រស់បងប្អូនមើលមានខ្ទឹមជ្រក់មានអីចឹងណាជាអាហារដ៏ឆ្ងាញ់របស់ជនជាតិអាស៊ីរបស់ខ្មែរយើងបងប្អូន មិនថាខ្មែរមិនថាជនជាតិអីទេឲ្យតែជនជាតិអាស៊ីជាទំនៀមទម្លាប់មួយដ៏ល្អបងប្អូនហើយយើងមានញ៉ាំលាយជាមួយឆាខ្វៃជាទម្លាប់មួយហើយបើបងប្អូនខ្លះក៏គាត់មានទម្លាប់ញ៉ាំផ្សេងគ្នាដែរសម្រាប់ខ្ញុំគុយទាវពេលព្រឹកតើមានឆាខ្វៃញ៉ាំបានខ្ញុំញ៉ាំទៅឆ្ងាញ់បងប្អូនកាលហ្នឹងម៉ាក់ខ្ញុំតែងតែទិញឆាខ្វៃពេលនាំខ្ញុំទៅញ៉ាំគុយទាវអញ្ចឹងខ្ញុំប្រាប់ម៉ាក់ថាខ្ញុំចង់ញ៉ាំឆាខ្វៃជាមួយគុយទាវវាជាទម្លាប់របស់ខ្ញុំទៅហើយបងប្អូនជាទីស្រឡាញ់គុយទាវដែលខ្ញុំចូលចិត្តញ៉ាំបំផុតគឺជាគុយទាវសាច់ចិញ្ច្រាំសាច់ជ្រូកនិងគ្រឿងក្នុងជាគុយទាវដែលខ្ញុំចូលចិត្តញ៉ាំបំផុតមិនថាមីមិនថាគុយទាវខ្ញុំតែងតែញ៉ាំប្រភេទនេះប៉ុន្តែថ្ងៃនេះខ្ញុំបានកំងមីដុំបងប្អូនមិនបានកំងគុយទាវទេគឺខ្ញុំចង់ញ៉ាំមីដុំជំនួសគុយទាវថ្ងៃនេះហើយខ្ញុំចូលចិត្តដាក់ក្រូចឆ្មា2ចំណិតបងប្អូន